បាទតាមរយៈមេរៀនខាងលើដែលខ្ញុំបានបង្រៀនតាក់ទងជាមួយនឹងប្រភេទយើងក៏បានបន្តមកដល់ចំនួនចម្រុះហើយចំនួនចម្រុះហ្នឹងក៏វាមានតំណែងតំណងជាមួយនឹងប្រភេទដែរជាពិសេសគឺប្រភេទដែលមានភាគយកធំផ្នែកខាងលើធំបាទដដែលយើងមកមើលប្រភេទដូចតែបានបង្ហាញនេះបាទកាលណាខ្ញុំផាត់ពណ៌ទាំងអស់កន្លែងហ្នឹងណាបាទន័យថាកន្លែងនេះគឺវាមានតម្លៃស្មើជាមួយនឹង1ដូចគ្នាដែរកន្លែងនេះគឺស្មើ1បាទន័យថា8ចំណែកនៅលើ8ចំណែកស្មើ1ចំណែកកន្លែងនេះគឺមានតម្លៃស្មើនឹង1ភាគ8បាទន័យថាយើងផាត់ពណ៌1នៅលើរង្វង់1ដែលយើងបានពុះ8ចំណែកអញ្ចឹងយើងបូករង្វង់ទាំង3នឹងបញ្ចូលគ្នាបាទន័យថាកន្លែងនេះយើងបូកបញ្ចូលគ្នាទៅគឺមានតម្លៃស្មើជាមួយនឹង2បាទដល់ពេលកន្លែងនេះយើងបូកទៅគឺវាមានតម្លៃស្មើនឹង1ភាគ8នេះអញ្ចឹងប្រភេទ2បូកជាមួយនឹង1ភាគ8ណាបាទ2បូកជាមួយនឹង1ភាគ8នេះគឺយើងអាចសរសេរបានថាស្មើនឹង2 1ភាគ8អាហ្នឹងដែលជាចំនួនចម្រុះបាទដែលជាចំនួនចម្រុះយើងអាចសរសេរបែបនេះបានបាទអញ្ចឹងដើម្បីកណនីចំនួនចម្រុះយើងដឹងហើយថាចំនួនចម្រុះដូចឧទាហរណ៍ថា A B នៅលើ C គឺវាស្មើជាមួយនឹង A បាទវាស្មើជាមួយនឹងខ្ញុំសុំសរសេរបែបនេះមកបាទស្មើជាមួយនឹង A គុណនឹង C ហើយបូក B នៅលើ C អាហ្នឹងជារូបមន្តណាបាទដែលយើងត្រូវចាំអញ្ចឹងយើងអាចបំលែងវាឲ្យទៅជាប្រភេទដែលមានភាគយកធំបានបំលែងទៅឥឡូវឧទាហរណ៍ថានេះយើងបំលែង8 2ដង16 16បូក1 17នៅលើ8បាទអញ្ចឹងយើងមករាប់អានេះមើលតើវាស្មើ17លើ8អានេះវាមានប៉ុន្មានបាទ8យើងផាត់ពណ៌8បាទអានេះ8វាទាំងអស់វាស្មើ16អានេះមួយទៀត17នៅលើ8បាទដូចលទ្ធផលដែលយើងទទួលបានឥឡូវខ្ញុំមកដោះស្រាយលំហាត់មួយទៀតឲ្យបងប្អូនអរគ្នាមើលតាមរយៈលំហាត់នេះយើងអាចទៅសេបែបនេះបានន័យថា2ភាគ3ណាបាទយើងអាចទៅសេបានថា2ភាគ3បានហើយយើងចង់បំលែងទៅជាប្រភេទក៏បានដែរប៉ុន្តែខ្ញុំអត់ចង់បំលែងទេខ្ញុំចង់ដាក់ជាចំនួនចម្រុះប៉ុណ្ណឹងបាទអញ្ចឹងលទ្ធផលយើងទទួលបានប៉ុណ្ណឹងបើសិនជាបងប្អូនចង់បំលែងទៅជាប្រភេទយើងគុណផលិតវាតាមនឹងមកតាមរូបមន្តមួយនេះណាបាទអញ្ចឹងយើងមកមើលបន្តបាទអានេះយើងអាចសរសេរបានថាស្មើនឹង1បាទ1ភាគ3បាទចុះនៅសល់4ទៀតតើបងប្អូនទាំងអស់គ្នាអាចសរសេរបំពេញបានអត់បាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចសរសេរបំពេញបានបាទពួកអីខ្ញុំអត់ចង់និយាយច្រើនដោយថាឈឺពងកប៉ុន្តែនៅតែព្យាយាមដើម្បីបង្ហាញពួកអីត្រូវធ្វើមួយថ្ងៃបាន3វីដេអូដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់ឲ្យយើងយល់បាទតើតោជាមួយនឹងមូលដ្ឋានគ្រឹះនៃគណិតវិទ្យាបាទសង្ឃឹមថាបងប្អូនអាចធ្វើលំហាត់ដែលនៅសល់4លំហាត់នេះបាទហើយជាចុងក្រោយក៏តែចង់ជូនបងប្អូនទាំងអស់គ្នាមានដំណើរល្អហើយត្រូវចាំឃ្លាមួយបាទដែលគេតែងតែនិយាយថារៀនវាលំបាកប៉ុន្តែបើសិនជាយើងមិនខិតខំរៀនជីវិតយើងនឹងកាន់តែលំបាកអញ្ចឹងមានការខំរៀនទេដែលអាចជួយជីវិតយើងឲ្យយើងអាចប្រសើរបានបាទលទ្ធផលនៃជីវិតរបស់យើងគឺវាអាស្រ័យលើចំណេះដឹងរបស់យើងកាលណាចំណេះដឹងរបស់យើងកម្រិតមួយណានោះលទ្ធផលនៃការរស់នៅឬក៏ជីវិតយើងនឹងស្ថិតនៅក្នុងកម្រិតមួយនោះដែរបាទអញ្ចឹងអរគុណចាំបងប្អូនអរគ្នាជួបពរសំណាងល្អហើយយើងជួបគ្នានៅវីដេអូក្រោយ